តែអ្នកច្បាស់ក្នុងចិត្តដែរឬទេថាសាច់ដែលអ្នកកំពុងតែទំពាយ៉ាងឆ្ងាញ់ពិសានៅក្នុងមាត់នោះគឺជាសាច់សត្វធម្មតាចាស់បុរាណបានហាមដាច់ខាតមិនឲ្យហូបសាច់សត្វដែលងាប់ដោយមិនដឹងមូលហេតុឬក៏សាច់ដែលគេយកមកឲ្យដោយមិនបានប្រាប់ពីប្រភពច្បាស់លាស់ព្រោះវាអាចជាសាច់ដែលនាំមកនៅអំពើអាបធ្មប់ដែលនឹងធ្វើឲ្យអ្នកប្រែរូបរាងក្នុងរយៈពេលត្រឹមតែមួយយប់សូមស្វាគមន៍មកកាន់សាច់រឿងសម្លអ្នកជិតខាងមុននឹងចូលទៅដល់សាច់រឿងសូមបងប្អូនជួយចុច Subscribe Like និង Share ហើយយើងខ្ញុំសូមបញ្ជាក់ផងដែរថាសាច់រឿងខ្លះត្រូវបានសរសេរឡើងដើម្បីជាការកម្សាន្តតែប៉ុណ្ណោះហេតុការណ៍ទីតាំងនិងពេលវេលាសុទ្ធតែត្រូវបានលើកឡើងមកជាឧទាហរណ៍ដូច្នេះសូមបងប្អូនទាំងអស់គ្នាស្ដាប់និងទស្សនាដោយវិចារណញ្ញាណពន្លឺព្រះអាទិត្យពណ៌ក្រហមច្រាលដូចជាលោហិតកំពុងតែលិចបាត់ពីខាងក្រៅជួរភ្នំដ៏ធំនៅខាងក្រោយផ្ទះកក្កដានិងដាណេដែលជាភរិយាបានចំណាយពេលពេញមួយថ្ងៃយ៉ាងហត់នឿយក្នុងការរៀបចំលើកជញ្ជូនអេវ៉ាន់ចូលទៅក្នុងផ្ទះឈើចាស់បុរាណមួយខ្នងដែលស្ថិតនៅដាច់ឆ្ងាយពីផ្ទះដទៃទៀតផ្ទះឈើនេះមានបរិវេណដីធំទូលាយខ្លាំងណាស់ប៉ុន្តែបរិយាកាសជុំវិញខ្លួនបែរជាស្ងាត់ជ្រងំគួរឲ្យទាក់ចិត្តហាក់ដូចជាគ្មានខ្យល់បក់បោកហើយសំបីតែបាក់សាបាក់សីក៏មិនហ៊ានហោះហើរឆ្លងកាត់តំបន់នោះដែរកក្កដាបានពោលពាក្យទៅកាន់ភរិយាទាំងយកដៃជូតញើសជោគកាយរួចទម្លាក់ខ្លួនអង្គុយលើកៅអីឈើនៅខាងមុខផ្ទះព្រមទាំងមានអារម្មណ៍ថាផ្ទះថ្មីនេះពិតជាត្រជាក់ល្អណាស់ប៉ុន្តែខុសពីស្វាមីដាណេបែរជាក្រឡេកមើលជុំវិញខ្លួនដោយក្តីព្រួយបារម្ភនិងលួចប្រាប់ស្វាមីទាំងចិត្តមិនដាច់ស្រឡះថាផ្ទះនេះហាក់ដូចជាស្ងាត់ជ្រងំពេកហើយសូម្បីតែភ្លើងឬដំបូលផ្ទះរបស់អ្នកជិតខាងក៏មើលមិនឃើញឡើយរំពេចនោះសំឡេងសត្វក្អែកខ្មៅបានបន្លឺឡើងយ៉ាងចង្រៃពីលើដំបូលផ្ទះស្របពេលដែលមានស្រមោលមនុស្សម្នាក់បានដើរលបចូលមកក្បែររបងផ្ទះរបស់ពួកគេយ៉ាងយឺតវត្តមានដ៏មិនគួរឲ្យទុកចិត្តនោះគឺជាស្ត្រីចំណាស់ម្នាក់សក់ក្បាលឡើងសភ្នែកជ្រៅខ្នងកោងបន្តិចថែមទាំងស្លៀកពាក់អាវអំបោះពណ៌ស្លាយចាស់ដែលមានក្លិនដីសើមភាយចេញតាមខ្លួនក្នុងដៃរបស់គាត់មានកានចានគោមមួយយ៉ាងធំដែលគ្របដោយស្លឹកចេកយ៉ាងជិតស្ត្រីចំណាស់រូបនោះបានបន្លឺពាក្យសួរសុខទុក្ខទៅកាន់ប្តីប្រពន្ធទាំងពីរនាក់រួចរំលេចស្នាមញញឹមគួរឲ្យព្រឺព្រួចបង្ហាញឲ្យឃើញធ្មេញពណ៌ខ្មៅរលោងគាត់បានណែនាំខ្លួនថាជាអ្នករស់នៅក្បែរផ្ទះនោះដោយសារតែឃើញអ្នកទាំងពីរហត់នឿយនឹងការរៀបចំផ្ទះពេញមួយថ្ងៃគាត់ក៏បានធ្វើសម្លការីសាច់គោយកមកឲ្យហូបដើម្បីជួយបើកម្លាំងនិយាយរួចគាត់ក៏ហុចចានគោមនោះឲ្យទៅកក្កដាគ្រាន់តែដៃរបស់កក្កដាបើកស្លឹកចេកដែលគ្របពីលើនោះភ្លាមក្លិនក្រអូបឈ្ងុយប្លែកម្យ៉ាងដែលមិនមែនជារសជាតិក្លិនការីធម្មតាបានភីអណ្ដែតឡើងពេញច្រមុះរបស់គេវាមានក្លិនឈ្ងុយប្លែកដូចជាគ្រឿងទេសបុរាណលាយឡំនឹងក្លិនផ្កាព្រៃចម្លែកដែលមានអានុភាពដាស់វិញ្ញាណអ្នកធំក្លិនឲ្យមានអារម្មណ៍ថាស្រែកឃ្លានភ្លាមរហូតដល់មិនអាចទប់ចិត្តបានកក្កដាសម្លឹងមើលទៅសម្លនោះទាំងកៅភ្នែកភ្លឺថ្លារួចលេបទឹកមាត់រួចក៏ពោលសរសើរទៅកាន់ភរិយាទាំងក្តីរំភើបថាសម្លការីនេះពិតជាមានក្លិនឈ្ងុយឆ្ងាញ់រហូតធ្វើឲ្យគេស្ទើរតែទប់ចិត្តមិនបានដាណេលួចបារម្ភនាងបានដើរមកក្បែរស្វាមីរួចលួចខ្សឹបប្រាប់កក្កដាថាមិនចង់ឲ្យគេហូបសម្លការីនោះឡើយព្រោះក្រៅពីមិនទាន់ស្គាល់អត្តសញ្ញាណយាយចំណាស់នោះច្បាស់សាច់នៅក្នុងចាននោះទៀតសោតក៏មានពណ៌ក្រហមឆ្អៅខុសប្លែកពីសាច់សត្វធម្មតាប៉ុន្តែកក្កដាមិនត្រឹមតែមិនស្ដាប់ពាក្យព្រមានរបស់ភរិយាឡើយគេបែរជាងាកទៅសួរដេញដោលយាយចិត្តខាងចម្លែកនោះទាំងកែភ្នែកស្រែកឃ្លានដើម្បីចង់ដឹងថាវាជាសាច់គោមែនឬក៏ទេព្រោះសាច់នោះមើលទៅមានសភាពទន់និងស្រស់ខុសប្លែកពីធម្មតាឮសំណួររបស់កក្កដាយាយចំណាស់នោះក៏ស្រាប់តែបញ្ចេញសម្លេងសើចក្អឹកយ៉ាងគួរឲ្យព្រឺសម្បុរគាត់បានពោលថាសម្លនេះគាត់ធ្វើដោយចិត្តសប្បុរសព្រមទាំងជំរុញឲ្យកក្កដាហូបវាឲ្យអស់ពីចានព្រោះក្រោយពេលហូបហើយរាងកាយរបស់កក្កដាអាចនឹងមានកម្លាំងឡើងវិញនិយាយមិនទាន់ចាប់សេចក្តីស្រួលបួលផងស្ត្រីចំណាស់ខ្នងកោងរូបនោះក៏បានបោះជំហានដើរចេញទៅវិញបាត់ស្រមោលលុះដល់យប់ជ្រៅក្នុងខណៈពេលដែលដាណេកំពុងតែរៀបចំធ្វើម្ហូបកក្កដាឯណោះបែរជានាំយកចានសម្លការីនោះមកអង្គុយហូបម្នាក់ឯងទាំងស្រែកឃ្លានគេបានដួសសាច់មួយដុំដាក់ចូលទៅក្នុងមាត់រួចស្រែកប្រាប់ភរិយាទាំងក្តីរំភើបថាសាច់នេះមានសភាពទន់ខ្លាំងណាស់គ្រាន់តែដាក់ចូលទៅក្នុងមាត់ភ្លាមក៏រលាយបាត់ភ្លាមតែម្ដងគេបានចាប់ផ្ដើមទំពាហូបយ៉ាងញាប់មាត់ហាក់ដូចជាមនុស្សឃ្លានបាយក្រហាយទឹក
ដែលដាច់បាយរាប់សិបឆ្នាំមកហើយអញ្ចឹងកក្កដាបានហូបសម្លការីនោះអស់ពីចានរហូតដល់ថ្នាក់លិតទឹកវាឡើងស្អាតគ្មានសំបីតែមួយដំណក់ដាណេបានត្រឹមតែឈរមើលសកម្មភាពរបស់ប្តីពីចម្ងាយទាំងក្តីតក់ស្លុតជាពន់ពេកព្រោះកក្កដាធ្លាប់តែជាមនុស្សប្រុសសុភាពរៀបរយមានមារយាទដឹងខុសត្រូវប៉ុន្តែពេលនេះបែរជាហូបចុកដូចជាសត្វព្រៃសាហាវនៅពេលដែលហូបចុកឆ្អែតកក្កដាបានដកដង្ហើមធំរួចទម្លាក់ខ្លួនផ្អែកខ្នងទៅនឹងកៅអីឈើព្រមទាំងពោលសរសើរពីរសជាតិនៃសម្លការីនោះមិនដាច់ពីមាត់គេថែមទាំងប្រាប់ភរិយាទាំងអាការៈចម្លែកថាគេមានអារម្មណ៍ដូចជាមានវិញ្ញាណឬមានរបស់ម្យ៉ាងកំពុងតែរំរវើករវើកនៅក្នុងពោះរបស់គេអញ្ចឹងដាណេបានស្ដីបន្ទោសរឿងដែលគេចេះតែហ៊ានហូបរបស់ប្លែកមុខពីមនុស្សដែលមិនស្គាល់អត្តសញ្ញាណព្រោះខ្លាចមានគ្រោះថ្នាក់ឈឺថ្កាត់កណ្ដាលយប់យ៉ាងណាក៏ដោយក៏កក្កដានៅតែព្យាយាមនិយាយការពារយាយចំណាស់នោះដោយគិតក្នុងន័យល្អថាគាត់គ្រាន់តែជាមនុស្សចាស់ជរារស់នៅម្នាក់ឯងខ្វះការមើលថែទើបមានសភាពរោគរាក់គួរឲ្យខ្លាចបែបនេះប៉ុន្តែភ្លាមនោះសម្លេងផ្គរលាន់ក៏ស្រាប់តែក្រហមឡើងយ៉ាងខ្លាំងលាន់ឮពេញផ្ទៃមេឃងងឹតភ្លើងអគ្គិសនីក្នុងផ្ទះឈើចាស់នោះចាប់ផ្ដើមលោតភ្លឹបភ្លែតខុសធម្មតាហាក់ដូចជាប្រព័ន្ធភ្លើងកំពុងតែមានបញ្ហានៅក្នុងភាពងងឹតស្លុបលាយឡំដោយពន្លឺភ្លើងដែលកំពុងតែលោតភ្លឹបភ្លែតនោះដាណេបានសម្លឹងមើលចំផ្ទៃមុខរបស់ស្វាមីស្រាប់តែស្រឡាំងកាំងទាំងក្តីរន្ធត់នាងបានសង្កេតឃើញថាប្រស្រីភ្នែកទាំងគូរបស់កក្កដាចាប់ផ្ដើមប្រែពណ៌ពីខ្មៅទៅជាក្រហមច្រាលដូចជាឈាមបន្តិចម្ដងអ្វីដែលគួរឲ្យព្រឺក្បាលជាងនេះទៅទៀតនោះគឺនៅត្រង់ម្ដុំកញ្ចឹងករបស់គេស្រាប់តែមានសរសៃឈាមពណ៌ខ្មៅងងឹតមួយខ្សែកម្រើកឡើងរួចលូនវាឡើងមកដល់ផ្ទៃមុខរបស់គេយឺតវាដូចជាសត្វដង្កូវខ្មៅងងឹតដែលកំពុងតែខំស្វែងរកផ្លូវលូនចូលទៅក្នុងខួរក្បាលរបស់គេអញ្ចឹងដែរកក្កដាបានបោះចំហៀនដើរឡើងទៅលើបន្ទប់យឺតទាំងមិនខ្វល់ខ្វាយនិងមិនស្ដាប់សម្ដីខាត់របស់ភរិយាឡើយទង្វើខុសប្លែកពីធម្មតារបស់ស្វាមីធ្វើឲ្យដាណេកាន់តែមានប្រផ្នូលមិនល្អក្នុងចិត្តយប់កាន់តែជ្រៅសំឡេងសត្វចង្រិតដែលធ្លាប់តែស្រែកយំកំដររាត្រីកាលក៏ស្រាប់តែប្រែជាស្ងាត់ឈឹងគួរឲ្យខ្លាចរអានៅក្នុងបន្ទប់ដេកដ៏តូចចង្អៀតដែលកំពុងតែភាយឡើងនៅក្លិនអាប់អួរកក្កដាបានដេកបំរាស់ខ្លួនចុះឡើងនៅលើពូកទាំងការឈឺចាប់ស្បែកកាយរបស់គេចាប់ផ្ដើមឡើងកម្ដៅក្ដៅគគុកដូចជារងើកភ្លើងប៉ុន្តែនៅក្នុងឆ្អឹងរបស់គេវិញបែរជាត្រជាក់ស្រាប់ដូចជាតកកឮសំឡេងធ្ងររបស់ប្តីកក្កដាបានស្ទុះមកប៉ះស្មារបស់ស្វាមីប៉ុន្តែស្រាប់តែនាងដកដៃចេញវិញភ្លាមទាំងតក់ស្លុតស្បែករបស់កក្កដាក្ដៅខ្លាំងរហូតស្ទើរតែរលាកដៃរបស់នាងកក្កដាមិនមានសម្ដីឆ្លើយតបអ្វីឡើយគេបានត្រឹមតែបើកភ្នែកធំសម្លឹងត្រង់ទៅដំបូលផ្ទះទាំងអាការៈវង្វេងវង្វាន់លែងស្គាល់ខុសត្រូវរំពេចនោះក្បាលពោះរបស់គេចាប់ផ្ដើមឡើងប៉ោងខុសពីធម្មតាដូចជាមានដុំសាច់ឬមានសត្វម្យ៉ាងកំពុងតែមានវត្តមាននៅខាងក្នុងនោះសរសៃឈាមពណ៌ខ្មៅងងឹតដែលធ្លាប់តែបង្ហាញនៅត្រង់កញ្ចឹងកពេលនេះបានរីករាលដាលខ្វាត់ខ្វែងពេញផ្ទៃមុខនិងដៃជើងរបស់គេមើលទៅវាដូចជាឫសឈើដែលកំពុងតែចាក់ស្រេះបឺតជញ្ជក់សាច់ឈាមរបស់គេពីខាងក្នុងកក្កដាប្រឹងបន្លឺសំឡេងស្អកដូចជាមានទឹកស្លេះអាសោចស្ទះណែនក្នុងបំពង់កប្រាប់ភរិយាទាំងដង្ហក់ថានៅក្នុងពោះរបស់គេហាក់ដូចជាមានរបស់អ្វីម្យ៉ាងកំពុងតែបំរាស់ននាលយ៉ាងខ្លាំងខណៈពេលដែលដាណេកំពុងតែស្លន់ស្លោបំរុងនឹងរត់ទៅរកថ្នាំសង្កូវឲ្យស្វាមីស្រាប់តែភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចក្នុងបន្ទប់ត្រូវបំបែកឡើងដោយសំឡេងយំខ្សឹបខ្សួលបន្លឺឡើងខ្សោយថាជួយខ្ញុំផងខ្ញុំឈឺណាស់ដាណេញ័រខ្លួនដូចជាសត្វត្រូវទឹកនាងក្រឡេកមើលជុំវិញបន្ទប់ទាំងក្តីរន្ធត់ព្រោះនៅក្នុងបន្ទប់នោះមានតែនាងនិងស្វាមីតែពីរនាក់ប៉ុណ្ណោះលុះពេលដែលនាងផ្ទៀងទៅជាស្ដាប់ម្ដងទៀតនាងស្រាប់តែបើកភ្នែកធំព្រោះសំឡេងយំខ្សឹបខ្សួលដ៏គួរឲ្យព្រឺក្បាលនោះមិនមែនមកពីខាងក្រៅផ្ទះឡើយប៉ុន្តែវាជាសំឡេងដែលបន្លឺចេញពីក្នុងពោះដ៏ហើមប៉ោងរបស់កក្កដាផ្ទាល់តែម្ដងដាណេស្រែកយំទាំងទឹកភ្នែកនាងបានសម្លឹងឃើញច្បាស់ថាដុំសាច់នៅក្នុងពោះរបស់កក្កដាកំពុងតែរុញច្រានស្បែកពោះឲ្យលេចចេញជារូបរាងមុខមនុស្សយឺតមើលទៅគួរឲ្យព្រឺព្រួចកក្កដាចាប់ផ្ដើមមានអាការៈប្រកាច់យ៉ាងកម្រោលខ្លាំងទៅគេបានលូកដៃទាំងសងខាងទៅខ្វេះកកាយជញ្ជាំងផ្ទះឈើយ៉ាងសាហាវ
រហូតដល់ក្រចកដៃរបេះធ្លាក់ហូរឈាមស្រោចពេញម្រាមប៉ុន្តែគេមិនដឹងខ្លួនឡើយមិនតែប៉ុណ្ណោះកក្កដាបានចាប់ផ្ដើមលបស្ទុះទៅហែកភួយនិងខ្នើយស៊ីយ៉ាងកំរោលហាក់ដូចជាសម្លការីដែលគេបានហូបមុននោះនៅមិនទាន់អាចបំបត្តិភាពស្រេកឃ្លានសាច់ស្រស់ឈាមស្រស់របស់គេបានឡើយទោះជាដាណេខំប្រឹងស្រែកយំអង្វរកនិងស្ទុះទៅខាត់ខាំងស្វាមីយ៉ាងណាក៏ដោយក៏ត្រូវកក្កដាគ្រោះវាដៃបោកនាងឲ្យខ្ទាតទៅប៉ះនឹងជ្រុងតុកឈើទាំងវិលមុខកក្កដាបានងាកក្បាលមកសម្លឹងចំមុខដាណេទាំងភ្នែកក្រហមច្រាលទឹកមាត់របស់គេហូរសស្រាក់ចុះមកលើឥដ្ឋការ៉ូនិងភីក្លិនស្អុយរលួយដោយសាកសពអាសោចខណៈនោះសំឡេងយំខ្សឹបខ្សួលពីក្នុងពោះរបស់គេកាន់តែលាន់ខ្លាំងឡើងលាយឡំនឹងសំឡេងសើចកកយ៉ាងព្រឺក្បាលរបស់យាយចំណាស់អ្នកចិត្តខាងដែលកំពុងតែបន្លឺតាមខ្យល់ត្រជាក់មកថាស៊ីទៅស៊ីឲ្យឆ្អែតទៅទិដ្ឋភាពរន្ធត់នេះបានធ្វើឲ្យដាណាដឹងខ្លួនច្បាស់ថានេះមិនមែនជាជំងឺធម្មតាឡើយវាគឺជាអំពើអាបធ្មប់ដ៏សាហាវយង់ខ្នងនាងដឹងថាត្រូវតែរកវិធីសង្គ្រោះស្វាមីឲ្យទាន់មុននឹងវិញ្ញាណកំណាចនៅក្នុងពោះនោះលេបត្របាក់ប្រលឹងរបស់កក្កដាបាត់ជារៀងរហូតនាងប្រញាប់ស្ទុះទៅទាញយកក្រណាត់យ័ន្តស័ក្តិសិទ្ធិដែលជីដូនធ្លាប់បានឲ្យកាលពីមុនរួចសម្រុកដើរចូលទៅអោបក្រសោបរាងកាយរបស់កក្កដាទាំងកាន់យ័ន្តនោះជាប់ដៃរំពេចនោះគ្រាន់តែរាងកាយក្តៅដូចភ្នក់ភ្លើងរបស់កក្កដាបានប៉ះចំក្រណាត់យ័ន្តភ្លាមគេក៏ស្រាប់តែទន់ជង្គង់ដួលសន្លប់បាត់ស្មារតីទៅលើក្រែភ្លាមតែម្ដងដាណេប្រញាប់គ្រារាងកាយស្វាមីឲ្យដេកសម្រាករួចរហ័សដើរទៅបិទទ្វារបង្អួចឈើទាំងអស់នៅក្នុងផ្ទះដោយយកក្រណាត់យ័ន្តមកបិទតាមច្រកចេញចូលដើម្បីការពារកុំឲ្យវិញ្ញាណខ្មៅងងឹតខាងក្រៅអាចចូលមកទៀតបាននាងមិនអាចរងចាំរហូតដល់ព្រឹកបានឡើយដាណេបានទាញទូរស័ព្ទតាក់ទងទៅកាន់ជីដូនរបស់នាងទាំងកណ្ដាលអាត្រៀតដោយសំឡេងយំខ្សឹបខ្សួលប្រាប់ថាស្វាមីរបស់នាងត្រូវអំពើគេហើយនាងបានរៀបរាប់ប្រាប់ជីដូនពីហេតុការណ៍ដែលយាយចាស់ប្លែកមុខយកសម្លការីសាច់ចម្លែកឲ្យហូបហើយកក្កដាបានហូបរហូតអស់ពីចាននិងមានអាការៈដូចសត្វព្រៃខំហែកភួយខ្នើយភ្នែកឡើងក្រហមនិងមានក្បាលពោះប៉ោងខុសពីធម្មតាលើអាការៈដ៏ធ្ងន់ធ្ងររបស់ចៅប្រសាជីដូនរបស់ដាណេដឹងច្បាស់ថាបណ្ដោយទុកយូរមិនបានឡើយព្រោះកក្កដាអាចនឹងបាត់បង់ជីវិតគាត់បានបង្គាប់ឲ្យអាថៃដែលជាប្អូនជីដូនមួយរបស់ដាណេប្រញាប់បញ្ឆេះឡានដឹកគាត់ធ្វើដំណើរសម្ដៅមកផ្ទះរបស់ដាណេទាំងយប់អាត្រៀតគាត់ត្រូវឆ្លងកាត់ផ្លូវលំដាច់ស្រយាលប្រមាណជា5ភូមិទម្រាំតែមកដល់ផ្ទះឈើនោះគ្រាន់តែមកដល់ផ្ទះភ្លាមដូនចាស់សក់សបានដើរតម្រង់ចូលទៅពិនិត្យមើលរាងកាយរបស់កក្កដាដែលកំពុងតែដេកសន្លប់ស្ដុកស្ដឹងនៅលើគ្រែពោះរបស់គេពេលនេះឡើងប៉ោងខ្លាំងជាងមុនទៅទៀតថែមទាំងមានដុំសាច់ម្យ៉ាងព្យាយាមកំរើករមូលខ្លួនចុះឡើងនៅក្នុងស្បែកពោះរបស់គេដូនចាស់បានដកដង្ហើមធំរួចពោលប្រាប់ចៅស្រីទាំងទឹកមុខស្ងប់ស្ងាត់ថាកក្កដាមិនមែនគ្រាន់តែត្រូវអំពើអាបធ្មប់ធម្មតានោះឡើយដូនចាស់បានដើរយឺតទៅបង្ហើបវាំងននបង្អួចសម្លឹងមកទៅទីងងឹតក្បែររបងផ្ទះរួចចាប់ផ្ដើមរៀបរាប់ពន្យល់ប្រាប់ចៅស្រីទាំងទឹកដមសម្លេងធ្ងន់និងព្រឺព្រួចដូនចាស់បានលាតត្រដាងការពិតដ៏ខ្ពើមរអើមនិងគួរឲ្យរន្ធត់ចិត្តថាយាយចំណាស់ចិត្តខាងដែលពួកគេបានជួបនោះគឺជាមេធ្មប់ចិញ្ចឹមអាបដ៏សាហាវម្នាក់គាត់បានយកសាច់សាកសពរបស់ស្ត្រីដែលស្លាប់តៃហោងទាំងមានផ្ទៃពោះមកច្រកមុនអាគមខ្មៅងងឹតរួចធ្វើជាសម្លការីបញ្ឆោតឲ្យមនុស្សលោកហូបសាច់បណ្ដាសានោះមិនមែនស៊ីហើយរលាយទៅតាមប្រព័ន្ធរំលាយអាហារធម្មតានោះឡើយតែវាគឺជាក្របពូជនៃវិញ្ញាណកំណាចដាណេស្ទើរតែដួលសន្លប់បាត់ស្មារតីនៅនឹងកន្លែងពេលដឹងការពិតថាសម្លេងយំខ្សឹបខ្សួលដែលលេចចេញពីក្នុងពោះរបស់ប្តីនាងនោះគឺជាវិញ្ញាណខ្មោចស្រីស្លាប់តៃហោងដែលកំពុងតែដណ្ដើមគ្នាស៊ីកំទេចគ្រឿងក្នុងរបស់កក្កដារូបភាពដែលស្វាមីអង្គុយទំពាសាច់យ៉ាងឆ្ងាញ់កាលពីល្ងាចមិញបានត្រឡប់មកលោកបន្លាចខួរក្បាលរបស់នាងធ្វើឲ្យនាងចង់ក្អួតចង្អោរទាំងក្តីរន្ធត់ដើម្បីជួយសង្គ្រោះចៅប្រសាមុនពេលដែលវិញ្ញាណកំណាចនោះស៊ីគ្រឿងក្នុងរបស់កក្កដាដែលអាចនឹងធ្វើឲ្យគេបាត់បង់ជីវិតដូនចាស់បានដកកាំបិតបន្ទះមកចាយ័ន្តព័ទ្ធជុំវិញផ្ទះដែលកាំបិតនោះជាវត្ថុអាគមស័ក្តិសិទ្ធិប្រចាំខ្លួនរបស់គាត់បានប្រមូលគ្រឿងអាគមទាំងអស់រួចបោះជំហានសម្ដៅទៅកាន់របងផ្ទះជាប្រញាប់ប៉ុន្តែគ្រាន់តែដូនចាស់ដើរទៅដល់មុខរបងផ្ទះខាងមុខភ្លាម
សំឡេងសើចក៏ក្អឹកយ៉ាងក្រឡស្រាប់តែលាន់លឺឡើងកាត់ទីងងឹតមេធ្មប់ដែលចិញ្ចឹមអាបបានដឹងមុនថាមានគ្រូអាគមមកជួយរំដោះជនរងគ្រោះទើបគាត់បានបញ្ជូនវិញ្ញាណខ្មោចព្រាយរាប់រយឲ្យហោះហើរវឹកវរពេញអាកាសបង្កើតជាខ្យល់ត្រជាក់ស្រាប់គួចបក់បោកយ៉ាងខ្លាំងរហូតដល់ដើមឈើជុំវិញផ្ទះត្រូវបាក់បែកខ្ទេចខ្ទីរំពេចនោះសំឡេងស្រែករបស់កក្កដាបានលាន់លឺឡើងយ៉ាងក្រៀវក្រោធដូចជាសត្វសាហាវកំពុងតែត្រូវរបួសជើងទាំងសងខាងរបស់គេបានធាក់ទ្វារផ្ទះឈើបែកខ្ទេចជាជំរាករួចគេក៏បានលូនវាចេញមកលើដីក្នុងសភាពក្បាលពោះហើមប៉ោងធំមើលទៅដូចជាស្ត្រីមានផ្ទៃពោះជ្រឹកគ្រប់ខែអញ្ចឹងកក្កដាស្រែកធ្ងរគំហកទាំងបាត់បង់សតិសម្បញ្ញៈទឹកមាត់ពណ៌ខ្មៅអាសោចហូរកាត់ស្រោចដើមទ្រូងលេចចេញនៅតណ្ហាស្រែកឃ្លានចង់ស៊ីសាច់ស្រស់ឈាមស្រស់មិនចេះចប់មិនចេះហើយភ្លាមនោះយាយចំណាស់មេធ្មប់បានលេចរូបរាងឡើងនៅក្បែររបងផ្ទះភ្នែកទាំងគូរបស់គាត់ជះពន្លឺពណ៌បៃតងគួរឲ្យរន្ធត់គាត់បានស្រែកគំរាមដូនចាស់ទាំងកំហឹងព្រមទាំងអួតអាងថាសាច់បណ្ដាសារបស់គាត់នៅក្នុងពោះកក្កដាមិនមានអ្នកណាអាចដកចេញមកវិញបានឡើយទោះជាត្រូវប្រឈមមុខនឹងឥទ្ធិពលងងឹតយ៉ាងណាក៏ដោយក៏ដូនចាស់មិនមានក្តីញញើតឡើយគាត់បានចងខ្សែសីមាពណ៌សជារង្វង់ព័ទ្ធជុំវិញខ្លួនកក្កដាដែលកំពុងតែប្រកាច់ប្រកិនលើដីដោយសត្វធាតុរួចស្រែកបញ្ជាឲ្យដាណេប្រញាប់រត់ទៅយករងើកភ្លើងក្តៅពីក្នុងផ្ទះបាយមកឲ្យគាត់ឲ្យបានឆាប់បំផុតដៃម្ខាងរបស់ដូនចាស់បានកាន់ដំបងអាគមសង្កត់ទៅលើទ្រូងរបស់កក្កដាយ៉ាងណែនដើម្បីសង្កត់កម្លាំងវិញ្ញាណកំណាចក្នុងពោះនោះមិនឲ្យរើបំរាស់ខ្លាំងពេកស្របពេលជាមួយគ្នានោះយាយមេធ្មប់បានបញ្ចេញសម្លេងសើចកក្អឹកផ្អើលពេញព្រៃខ្លួនប្រាណរបស់គាត់ចាប់ផ្ដើមអណ្ដែតឡើងខ្ពស់ផុតពីដីបន្តិចម្ដងឯកែភ្នែកពណ៌បៃតងកាចសាហាវសម្លឹងមើលដូនចាស់ទាំងសោចចំអកឡកលើយថាវាហួសពេលទៅហើយគ្រាន់តែសោចចាប់ភ្លាមយាយមេធ្មប់កំណាចបានក្រវាត់ដៃបញ្ចេញរិទ្ធបញ្ជូនពពួកវិញ្ញាណខ្មោចព្រាយបិសាចឲ្យហោះសម្រុកសំដៅមកខំហែកដូនចាស់ទាំងកំហឹងប៉ុន្តែជីដូនរបស់ដាណេមានស្មារតីវៃឆ្លាតខ្លាំងណាស់គាត់បានក្រវាសកំបិតអាគមកាត់ផ្ដាច់ផ្សែងខ្មៅនៃវិញ្ញាណអាក្រក់នោះឲ្យរលាយសាបសូន្យភ្លាមរួចចាប់ផ្ដើមតាំងចិត្តសូត្រមន្តអាគមដើម្បីបណ្ដេញមន្តងងឹតជីដូនរបស់ដាណេបានស្រែកគំហកដេញវិញ្ញាណចង្រៃឲ្យចាក់ចេញពីក្នុងពោះរបស់កក្កដារួចយកម្សៅមន្តពណ៌សបាចទៅលើក្បាលពោះដែលកំពុងតែហើមប៉ោងនោះគ្រាន់តែម្សៅមន្តប៉ះចំសាច់ភ្លាមសំឡេងក៏លាន់ឡើងព្រមទាំងមានផ្សែងហុយទ្រលោមចេញពីស្បែកពោះរបស់កក្កដាគួរឲ្យរន្ធត់ចិត្តកក្កដាបានស្រែកទាំងការឈឺចាប់ខ្លោចផ្សាប៉ុន្តែសំឡេងដែលលេចចេញពីក្នុងបំពង់ករបស់គេមិនមែនជាសំឡេងមនុស្សប្រុសឡើយវាជាសំឡេងស្រែកយំលីគ្នារវាងស្ត្រីនិងក្មេងតូចៗយ៉ាងច្របូកច្របល់វិនាទីនោះក្បាលពោះរបស់គេចាប់ផ្ដើមរើកម្រើកយ៉ាងសាហាវហាក់ដូចជាមានម្រាមដៃមនុស្សរាប់សិបនាក់កំពុងតែព្យាយាមហែកក្បាលពោះរបស់គេចេញមកខាងក្រៅក្នុងស្ថានភាពដ៏រន្ធត់ដូនចាស់បានស្រែកបញ្ជាឲ្យដាណេប្រញាប់ចាក់ទឹកមន្តចូលទៅក្នុងមាត់របស់ស្វាមីទោះបីជាភ័យខ្លាចញ័រដៃញ័រជើងស្ទើរតែលែងមានព្រលឹងក្នុងខ្លួនយ៉ាងណាក៏ដោយក៏ដាណេខំប្រឹងប្រមូលស្មារតីយកដបទឹកមន្តទៅចាក់បញ្ចូលក្នុងមាត់របស់កក្កដាទាំងបង្ខំរំពេចនោះអាគមស័ក្តិសិទ្ធិបានជ្រាបចូលទៅដល់ក្នុងពោះធ្វើឲ្យកក្កដាចាប់ផ្ដើមក្អួតចង្អោរចេញមកយ៉ាងខ្លាំងក្លាអ្វីដែលគេប្រឹងក្អួតទម្លាក់មកលើដីមិនមែនជាកំទេចសម្លការីដែលគេបានហូបឡើយប៉ុន្តែវាគឺជាសក់ក្បាលមនុស្សខ្មៅវែងអន្លាយស្អិតរមួតជាមួយឈាមស្អុយរលួយរួមជាមួយក្រចកដៃមនុស្សងាប់ដែលមុតស្រួចនិងកំទេចបំណែកសាច់សាកសពមនុស្សស្រស់ដែលគួរឲ្យខ្ពើមរអើមជាពន់ពេកឃើញអាគមរបស់ខ្លួនត្រូវបានគេវាយបកយាយមេធ្មប់បានស្រែកជេរប្រតិចដាក់បណ្ដាសាទាំងកំហឹងឆេះឆួលគាត់បានបញ្ចេញអំណាចងងឹតទាំងស្រុងធ្វើឲ្យដីជុំវិញរង្វង់សីមាប្រេះស្រាមជាប្រហោងរួចប្រឹងសូត្រមន្តងងឹតដើម្បីបង្ខំឲ្យកក្កដាលេបនៅវត្ថុអាសោចទាំងនោះចូលទៅក្នុងពោះវិញការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញខាងភ្លើងងងឹតបានបង្កើតជាពន្លឺអាគមចាស់ចេញពីខ្លួនដូនចាស់និងយាយមេធ្មប់បក់ប៉ះទង្គិចគ្នាទៅវិញទៅមកលាន់លឺសូរក្រហមដូចជារន្ទះបាញ់កណ្ដាលរាត្រីកាលដើម្បីបញ្ចប់សមរភូមិនេះដូនចាស់បានសូត្រមន្តគាថាចុងក្រោយបោះពាក្យសម្ដីថាកម្មរបស់អ្នកណាអ្នកនោះជាអ្នកទទួលរួចយកកំបិតមកដោតចុះទៅក្នុងដីយ៉ាងខ្លាំងរំពេចនោះដុំសាកសពនិងកំទេចសក់ខ្មៅងងឹត
ដែលកាកដាបានក្អួតចង្អោរមកលើដីស្រាប់តែមានវិញ្ញាណរស់រវើកឡើងវិញពួកវាបានហោះសំដៅទៅរកយាយមេធ្មប់វិញយ៉ាងលឿនដូចជាសត្វអសេរពឹសយាយមេធ្មប់ស្លន់ស្លោខ្លាំងណាស់គាត់ដឹងថាมันអាចយកឈ្នះអាគមយាយរបស់ដាណេបានគាត់ក៏គេចខ្លួនបាត់ស្រមោលព្រមជាមួយរបស់ដែលគាត់ដាក់អំពើមកលើកាកដាក្រោយមកភាពសុខសាន្តបានត្រឡប់មកគ្របដណ្ដប់ផ្ទះឈើនោះវិញម្ដងទៀតកាកដាបានដេកសន្លប់ស្រុកស្ដឹងនៅលើដីឯក្បាលពោះដែលធ្លាប់តែហើមប៉ោងដូចមនុស្សស្រីចិត្តគ្រប់ខែក៏បានស្រក់ចុះមកវិញជាប្រក្រតីដូនចាស់បានដកដង្ហើមធំរួចយកដៃជូតញើសដែលស្រក់នៅលើថ្ងាសទាំងដឹងខ្លួនថាចៅប្រសាបានរួចផុតពីសេចក្តីស្លាប់ហើយរីឯដាណេវិញនាងបានស្ទុះទៅក្រសោបរាងកាយស្វាមីទាំងទឹកភ្នែកហូរជន់ជោនិងលុតជង្គង់សម្ដែងក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះជីដូនបង្កើតដែលបានលះបង់កម្លាំងកាយមកជួយសង្គ្រោះអាយុជីវិតគ្រួសាររបស់នាងឲ្យឆ្លងផុតពីគ្រោះមហន្តរាយនេះព្រឹកព្រលឹមស្រាងចាប់ផ្ដើមត្រឡប់មកវិញដូនចាស់បានពោលពាក្យដាស់តឿនទៅកាន់ចៅស្រីទាំងទឹកមុខមើងម៉ាត់ឲ្យចេះប្រុងប្រយ័ត្ននិងត្រូវទឿនស្វាមីឲ្យបានខ្ជាប់ខ្ជួនបំផុតចាប់ពីពេលនេះទៅដាច់ខាតកុំចេះតែហូបចុកអ្វីដែលមិនស្គាល់ប្រភពច្បាស់លាស់មិនតែប៉ុណ្ណោះគាត់បានណែនាំឲ្យប្តីប្រពន្ធទាំងពីររៀបចំធ្វើពិធីសែនព្រេនគោរពម្ចាស់ទឹកម្ចាស់ដីនិងសង់រោងប្រភូមិការពារផ្ទះសម្ដែងឲ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ព្រោះនោះគឺជាក្បួនខ្នាតតែមួយគត់ដែលអាចជួយឲ្យជីវិតរបស់ពួកគេគេចផុតពីការយាយីនៃពពួកអមនុស្សងងឹតទាំងនោះត្បិតគាត់ជាជីដូនមិនអាចរស់នៅតាមការពារចៅរហូតបានឡើយទោះបីជាដាណេមានក្តីបារម្ភខ្លាចរអានិងមានបំណងចង់រើបង្វិចទៅរស់នៅឯស្រុកកំណើតជាមួយជីដូនវិញព្រោះខ្លាចវិញ្ញាណមេធ្វប់នោះត្រឡប់មកលោកបន្លាជាថ្មីប៉ុន្តែដូនចាស់បានជួយសម្រាលចិត្តចៅស្រីដោយគាត់បានពន្យល់ថាមេធ្មប់អាបនោះគ្មានរូបរាងពិតប្រាកដនិងគ្មានផ្ទះសម្បែងច្បាស់លាស់ឡើយឲ្យតែពួកគេចេះរៀបចំផ្ទះនិងគោរពតាមពាក្យដាស់តឿនរបស់គាត់ពពួកប្រលឹងអាក្រក់ទាំងនោះនឹងមិនហ៊ានឈានជើងចូលមកជិតក្បែររបងផ្ទះរបស់គេដាច់ខាតខណៈនោះដែរអាថៃដែលជាប្អូនជីដូនមួយនិងជាអ្នកបម្រើចំណិតរបស់ដូនចាស់បានដើរចេញពីក្នុងផ្ទះទាំងទឹកមុខហត់នឿយបន្ទាប់ពីបានបំពេញភារកិច្ចយកក្រណាត់ជន់អាគមការពារទៅបិទភ្ជាប់ពេញច្រកលហកក្នុងផ្ទះឈើចាស់នោះរួចរាល់តាមបង្គាប់អាថៃក៏មិនភ្លេចពោលពាក្យក្រៅរលឹកដល់ដាណេបន្ថែមដែរថាពពួកអាបធ្មប់និងវិញ្ញាណងងឹតដែលរស់នៅក្នុងព្រៃដាច់សង្វែងបែបនេះពួកវាជានិច្ចកាលតែងតែរងចាំឱកាសល្អតែប៉ុណ្ណោះបើកាលណាម្ចាស់ខ្លួនមានការប្រហែសឬភ្លេចខ្លួនតែបន្តិចនោះនឹងត្រូវក្លាយជាចំណីផ្អែមមាត់របស់ពួកវាមិនខានដាណេបានអញ្ជើញជីដូនឲ្យស្នាក់នៅជាមួយគ្នាមួយយប់សិនប៉ុន្តែដូនចាស់បានបដិសេធមិនព្រមសម្រាកនៅផ្ទះថ្មីរបស់ចៅស្រីឡើយព្រោះព្រឹកនេះគាត់ត្រូវធ្វើដំណើរទៅជួយរំដោះអំពើអាគមខ្មៅឲ្យអ្នកភូមិម្នាក់ទៀតនៅឯភូមិជិតខាងបន្ទាប់ពីជូនដំណើរជីដូននិងអាថៃចាក់ចែងទៅដោយសុវត្ថិភាពដាណេបានដើរទៅបិទទ្វារបង្អួចឈើជិតឈឹងលែងហ៊ានបើកចំហដូចមុនទៀតហើយនាងបានអង្គុយចុះក្បែរគ្រែយកកន្សែងជ្រលក់ទឹកមកជូតញើសឲ្យស្វាមីទាំងសម្លឹងមើលផ្ទៃមុខរបស់កក្កដាឥតព្រិចភ្នែកនៅក្នុងជំរឿចិត្តរបស់នាងភ័យខ្លាចស្វាមីដឹងខ្លួនឡើងមកវិញមានអាការៈកាចសាហាវប្រកាច់ប្រកិនដូចជាសត្វព្រៃម្ដងទៀតប៉ុន្តែចិត្តមួយទៀតនាងមានជំនឿចិត្តយ៉ាងមុតមាំទៅលើបារមីនិងស្នាដៃមន្តអាគមស័ក្តិសិទ្ធិរបស់ជីដូននាងពេលនេះដាណេបានប្រទះនៅមេរៀនជីវិតដ៏ធំធេងមួយដែលនាងមិនអាចបំភ្លេចបានជារៀងរហូតនៅលើលោកដ៏ធំល្វឹងល្វើយនេះរបស់ខ្លះមើលទៅមានសោភ័ណភាពស្រស់ស្អាតមានរសជាតិឆ្ងាញ់ពិសាហើយថែមទាំងបានមកដោយងាយជួនកាលវាអាចមកជាមួយអំពើងងឹតឬជាថ្នាំពុលដ៏សាហាវដែលនឹងមកបំផ្លាញឬលេបត្របាក់ជីវិតរបស់យើងទាំងរស់ប្រិយមិត្តអ្នកស្ដាប់និងបងប្អូនទាំងអស់គ្នាជាទីមេត្រីសមរភូមិផ្លូវងងឹតនិងខ្ពើមរអើមនៅក្នុងផ្ទះឈើបុរាណទីបំផុតត្រូវបានបញ្ចប់ត្រឹមនេះហើយបន្សល់ទុកនៅមេរៀនជីវិតដ៏ធំធេងនិងគួរឲ្យរអាហូរថ្លែងកក្កដាបានរួចផុតពីសេចក្តីស្លាប់ក្រោមស្នាដៃមន្តអាគមដ៏ស័ក្តិសិទ្ធិរបស់ជីដូនចាស់បុរាណតែងតែដាស់តឿនថាដាច់ខាតកុំហ៊ានហូបចុកឬក៏ទទួលរបស់អ្វីម្យ៉ាងដែលមិនស្គាល់ប្រភពច្បាស់លាស់លោកហាមមិនឲ្យហូបសត្វដែលងាប់ដោយមិនដឹងមូលហេតុឬសាច់ដែលគេយកមកឲ្យដោយមិនដឹងពីប្រភពច្បាស់លាស់ព្រោះនៅលើលោកដ៏ធំល្វឹងល្វើយនេះរបស់ខ្លះដែលមើលទៅមានសោភ័ណភាពស្រស់ស្អាតមានរសជាតិឆ្ងាញ់ពិសាហើយថែមទាំងទទួលបានដោយងាយ
ជួនកាលវាអាចបង្កប់មកនៅជាមួយនឹងអំពើអាបធ្មប់បណ្ដាសាដល់ខ្មៅងងឹតឬជាថ្នាំពុលដល់កាយសាហាវដែលរងចាំតែឱកាសល្អដើម្បីតែបំផ្លាញនិងលេបត្របាក់ជីវិតរបស់យើងជាងរស់តែប៉ុណ្ណោះការរស់នៅដោយសេចក្តីប្រុងប្រយ័ត្នការចេះគ្រប់គ្រងចិត្តមិនឲ្យលោភលន់ចង់បានរបស់ពីមនុស្សប្លែកមុខនិងការគោរពតាមក្បួនខ្នាតទំនៀមទម្លាប់បុរាណគឺជាខែលការពារដ៏រឹងមាំតែមួយគត់ដែលអាចជួយឲ្យយើងនិងក្រុមគ្រួសារគេចផុតពីការយាយីនៃពពួកអមនុស្សនិងឥទ្ធិពលងងឹតទាំងឡាយក្នុងលោកនេះបានជាចុងក្រោយយើងខ្ញុំសង្ឃឹមយ៉ាងមុតមមថាសាច់រឿងសំឡអ្នកចិត្តខាងនឹងคล้ายទៅជាចំណែកបណ្ដុះគំនិតល្អៗដាស់តឿនស្មារតីប្រុងប្រយ័ត្នដូចជាការកំសាន្តអារម្មណ៍ដល់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនពេញចិត្តនិងចង់គាំទ្រវីដេអូរបស់ពួកយើងសូមកុំភ្លេចជួយ Subscribe Like និង Share ដើម្បីទទួលបាននូវវីដេអូថ្មីបន្តនឹងអប់រំល្អៗជាច្រើនទៀតពី Channel របស់យើងហើយបើសិនជាមានពាក្យពេចន៍ឬក៏កំហុសឆ្គងត្រង់កន្លែងណាមួយដោយអចេតនាពួកយើងក៏សូមខន្តីអភ័យទោសពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដោយសេចក្តីអនុគ្រោះផងដែរសម្រាប់ថ្ងៃនេះពួកយើងសូមអរគុណសូមជម្រាបលាហើយជួបគ្នានៅសាច់រឿងក្រោយៗទៀត